ខ្ញុំប្រាប់ទៅគ្មានស្អីពិបាកនិយាយគ្នាជាងមនុស្សយើងនឹងទេគ្រាន់តែដឹងថាយើងលួចនិយាយដើមបន្តិចសោះហ្នឹងក៏ខឹងយើងដែរក៏ស្អប់យើងដែរធ្វើដូចរឿងធំដុំប្រពន្ធភ្នំគ្រាន់តែនិយាយដើមបន្តិចសោះអញ្ចឹងបានថាមនុស្សបើគេរាប់យើងស្មោះត្រង់មែនណាគ្រាន់តែយើងនិយាយដើមប្រពន្ធហ្នឹងមិនត្រូវអីប្រកាន់អីម្លឹងទេលើគេផ្សាយថាមាសចុះថោកថាទៅទិញ2ហ៊ុនគ្រាន់តែចូលបន្ទប់ទឹកតែមួយផ្លែតហ្នឹងស្រាប់តែចេញមកវិញមាសឡើងវិញបាត់ឯងនេះមានលុយតែប៉ុណ្ណឹងទិញស្អីបាទបើហាំងឆេងមាសឡើងចុះដូចភ្នែកបន្ទោយ៉ាងហ្នឹងអាចទេបដូរពីសំណួរពេលណាកាទៅជាឥឡូវមិនមុខស្អាតម៉ែមុខខ្ជូតម៉ែឥឡូវមុខក្មេងជាងមុនឲ្យវាអញ្ចឹងខ្លះមកកុំមកដែងឲ្យតែឃើញមុខសួរទៅរឿងកាលណាយកប្តីកាលណាយកប្រពន្ធណែដល់ពេលអញ្ចឹងពេកអ្នកខ្លះគ្នាហ៊ានទៅស្រុកទេណាកុំប៉ិនសួរគេពេកសរសើរគេខ្លះផងអ៊ីនោះមកឌឺដងដាក់ក្មួយប្រុសខ្ញុំហ៎អាថ្ងៃកូនអ៊ីជីលុចស៊ី500ចាត់ចុះក្មួយជីស្អីខ្ញុំលឺហើយខ្ញុំក្តៅឆេវហើយឆ្លើយជំនួសក្មួយខ្ញុំថាមានជីអីហ៎ថ្ងៃក្មួយខ្ញុំជីតែកូនអ៊ីឯងហ្នឹងមានឆ្ងល់ទេថាហេតុអីផុសសម័យនេះចូលចិត្តស្រឡាញ់ម៉ាយជាងកមុំមកពីកមុំនឹងចូលចិត្តលេងក្តាច់ណែអាក្តាច់ដៃក្តាច់ជើងក្តាច់កភ្លើនឹងមធ្យមណាងុំក្តាច់ដោះតើប្រុសណាមិនឈឺណាក្តាច់ឡើងជាប់ដុំអាណាទ្រាំបានលោកភែតែបើម៉ាយវិញណាបកែស្ទាបបកែអែច្បាច់លុនដើរសួរគេមើលប្រុសណាមិនចូលចិត្តបើសួរយ៉ាងហ្នឹងនេះ